ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំមកថតបន្លែដែលដោះនៅជុំវិញផ្ទះមានដូចជាស្លឹកបាសត្រួយអំបិលហើយនិងស្អំបន្លែទាំងអស់ហ្នឹងធ្លាក់ភ្លៀងតែ2-3មេជាប់គ្នាគឺលូតលាស់បានត្រួយល្អមែនតែននៅតាមជនបទគឺសម្បូរទៅដោយបន្លែធម្មជាតិហើយគ្រាន់តែពុកម៉ែបងប្អូនឃើញខ្ញុំបង្ហាញបន្លែ2-3មុខនេះគឺដឹងថាខ្ញុំចង់ស្លម្ហូបអីបាត់ហើយនៅតាមជនបទអត់មានម្ហូបអីដែលឆ្ងាញ់ទេបងក្រៅពីម្ហូបដ៏សាមញ្ញមួយដែលយើងធ្លាប់ញ៉ាំជាញឹកញាប់កាលពីនៅក្មេងចឹងម្ហូបហ្នឹងគឺស្ងោរផ្អកម៉ែរបស់ខ្ញុំគាត់ឃើញបន្លែទាំងអស់ហ្នឹងល្អក៏គាត់បេះឲ្យខ្ញុំយកមកស្ងោរផ្អកហើយចំពោះស្លឹកបាសគឺខ្ញុំបេះយកត្រួយខ្ចីៗហ្នឹងមកដើម្បីដាក់ឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ហើយបេះយកដៃវាចាញ់អាហ្នឹងនៅខាងខ្ញុំគឺគេហៅដៃហើយបន្ទាប់មកតឡាចនេះគឺគាត់ដាំនៅព្រែកអញ្ចឹងគឺតឡាចក្នុងការស្ងោរផ្អកគឺខ្ញុំយកមកគឺខ្ញុំពូវាជាពីរហើយខ្ញុំចាត់វាស្ដើងល្មមបែបហ្នឹងដើម្បីយកទៅស្ងោរឲ្យវាកាន់តែផុយឆ្ងាញ់ហើយបន្ទាប់មកគឺខ្ញុំបានដាំទឹកនៅពេលដែលយើងដាំទឹកពុះហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងផ្អកដោយសារតែផ្អកគឺវាយូរនឹងផុយហើយផ្អកគឺគាត់ចូលចិត្តធ្វើពីត្រីរាហើយត្រីធំអញ្ចឹងដាក់តា3នេះគឺពេញមួយឆ្នាំងហើយមានរសជាតិកាន់តែឆ្ងាញ់ហើយបន្ទាប់មកគឺដាក់ជាមួយនឹងតឡាចបន្ថែមជាមួយនឹងប៊ីចេងចំពោះការស្ងោរតឡាចជាមួយផ្អកគឺខ្ញុំដាក់តែបែបហ្នឹងទេដាក់តែប៊ីចេងតែប៉ុណ្ណោះដោយសារតែទឹករបស់វាគឺចេញពីរសជាតិពីសាច់ផ្អកហ្នឹងមកហើយបន្ថែមជាមួយនឹងស្លឹកបាសដែលខ្ញុំបានបេះហើយលាងសម្អាតជាមួយទឹកឲ្យស្អាតជាមួយនឹងស្អំខ្ញុំច្រឡំហៅតែមកអមជាមួយនឹងស្អំដាក់ឲ្យរសជាតិរបស់វាកាន់តែឈ្ងុយឆ្ងាញ់បងតែប៉ុណ្្នឹងហើយរងចាំតែមួយពោះគឺឆ្អិនជាការស្រេចបានម្ហូបដ៏សាមញ្ញមួយដែលបងប្អូនធ្លាប់ញ៉ាំកាលពីក្មេងជុំគ្រួសារអរគុណពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តនិងទស្សនាវីដេអូរបស់ខ្ញុំសូមជួយ like និង subscribe ម្នាក់មួយផងណាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាគ្រាន់តែឃើញគ្រឿងផ្សំនៅខាងមុខហ្នឹងគឺដឹងថាខ្ញុំចង់ធ្វើម្ហូបអីបាត់ហើយចឹងថ្ងៃហ្នឹងគឺខ្ញុំមានម្ហូបមួយដែលប៉ារបស់ខ្ញុំបានធ្វើហើយគាត់ប្រាប់ខ្ញុំថាឲ្យខ្ញុំនឹងធ្វើទឹកជ្រក់ទៅហើយក៏ខ្ញុំឲ្យគាត់ហាន់កស្លឹកគ្រៃគាត់ថាឲ្យខ្ញុំធ្វើទឹកជ្រក់ប្រហុកចឹងសម្រាប់ខ្ញុំមុននឹងធ្វើទឹកជ្រក់ប្រហុកគឺខ្ញុំត្រូវហាន់កូនស្លឹកគ្រៃបែបហ្នឹងសិនហើយនឹងក្រូចឆ្មានេះគឺដាំនៅជុំវិញផ្ទះគឺគ្រប់រាំងគ្រប់ភាសាហ្មងគឺញ៉ាំចែកកូនចែកឆៅរហូតដល់ពេញទៀតជាមួយនឹងម្ទេសគឺខ្ញុំត្រូវហាន់គ្រឿងរបស់ទាំងអស់ហ្នឹងទុកបន្លែច្រើនចំពោះម្ទេសខ្ញុំចូលចិត្តហឹរអញ្ចឹងគឺខ្ញុំហាន់ទុកផ្សេងហើយជាមួយនឹងសណ្តែកដីចំពោះការធ្វើទឹកប្រហុកនេះដែរគឺខ្ញុំធ្វើទឹកប្រហុកបែបខ្មែរធម្មតាព្រោះខ្ញុំចូលចិត្តរសជាតិបែបហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានរបៀបធ្វើផ្សេងអាចជួយ comment ប្រាប់ខាងក្រោមវីដេអូនេះផងចំពោះប្រហុកគឺពេលដែលខ្ញុំចិញ្ច្រាំមកហើយគឺខ្ញុំដាក់ជាមួយនឹងគល់ស្លឹកគ្រៃដើម្បីចិញ្ច្រាំចូលគ្នាឲ្យមានរសជាតិកាន់តែឈ្ងុយសម្រាប់ពុកម៉ែបងប្អូនមួយចំនួនគឺខ្ញុំឃើញគាត់ដាក់ផ្ទះតែសម្រាប់ខ្ញុំគ្រួសាររបស់ខ្ញុំគឺចូលចិត្តរសជាតិចិញ្ច្រាំជាមួយគល់ស្លឹកគ្រៃដើម្បីឲ្យវាមានរសជាតិកាន់តែឈ្ងុយបន្ទាប់មកគឺខ្ញុំបានចាប់បាច់ជាមួយនឹងក្រូចឆ្មាហើយចំពោះក្រូចឆ្មានេះគឺខ្ញុំអត់បានកំណត់ចំនួនប្រហែលទេគឺដាក់តាមចំណង់ចំណូលចិត្តហើយបន្ថែមជាមួយនឹងទឹកក្តៅជាមួយនឹងស្ករសប៊ីចេងហើយប្រហុកនេះដែរគឺថាម៉ាក់របស់ខ្ញុំគាត់ធ្វើខ្លួនឯងនិយាយថាញ៉ាំចាស់មែនតែនមួយឆ្នាំអី100គីឡូគាត់ធ្វើចែកកូនចែកចាស់ហើយប្រហុករបស់គាត់គឺធ្វើចេញមកលងឆ្ងាញ់ហ្មងនិយាយថាមួយឆ្នាំវិញគឺផ្ទះខ្ញុំគឺចូលចិត្តប្រហុកហ្មងគឺញ៉ាំចាស់មែនតែនបន្ទាប់ពីខ្ញុំនេះហើយគឺបន្ទាប់ពីខ្ញុំចិញ្ច្រាំហើយគឺខ្ញុំដួសដាក់ចានម្លែកដើម្បីបន្ថែមជាមួយនឹងម្ទេសដោយសារតែប៉ារបស់ខ្ញុំគឺក៏អត់សូវចូលចិត្តញ៉ាំម្ទេសទេក៏អត់សូវចូលចិត្តហឹរអញ្ចឹងគឺខ្ញុំថែមម្ទេសខ្លួនឯងនៅខាងក្រៅជាមួយនឹងសណ្តែកដីហើយនឹងក្រូចឆ្មាព្រោះខ្ញុំចង់បានជូរព្រោះអីយើងអត់អាចតម្រូវមាត់របស់យើងតែម្នាក់ទេអញ្ចឹងគឺខ្ញុំដាក់គ្រឿងផ្សេងនៅខាងក្រៅសម្រាប់ពុកម៉ែបងប្អូនពេញចិត្តតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច like subscribe និង follow ម្នាក់មួយផងសូមអរគុណសូមជម្រាបលា